เต็มชั้นលោកមកធ្វើអីខ្ញុំមានមកធ្វើអីមកចូលរួមពិធីជប់លៀងចូលរួមជប់លៀងហ៎តាមមើលលោកនៅតែតោងទៀមម្ចាស់ខ្ញុំដដែលលៀមឆិនខ្ញុំដឹងថាថ្ងៃនេះលោកគ្មានបំណងទេប៉ុន្តែថ្ងៃនេះជាថ្ងៃសំខាន់ខ្ញុំគោរពលោកឡៃជាគ្រូមិនឲ្យខកការទេសូមលោកចេញទៅវិញទៅខ្ញុំប្រាប់ហើយខ្ញុំមកចូលរួមពិធីជប់លៀងលោកឯងជាស្អីមានសិទ្ធិអីចូលរួមក្នុងកម្មវិធីគោរពគ្រូហើយម្យ៉ាងទៀតមានលិខិតអញ្ជើញដែរទេអ្នកណាថាខ្ញុំគ្មានលិខិតអញ្ជើញមនុស្សថ្នាក់ទាបដូចលោកមិនបានជាមានលិខិតអញ្ជើញប្រកាសជាបន្លំគេហើយអ្នកយាមឆាប់ដេញគេចេញក្រៅទៅម៉ាក់ចង់ធ្វើអីហ្នឹងឈប់ហៅយើងថាម៉ាក់អាមនុស្សអត់ចិត្តថ្លើមឆ្កែចចកឯងហ៊ានក្បត់អ៊ីយ៉ានលួចមានស្រីខាងក្រៅទៀតផងឥឡូវប្រញាប់ប្រមូលអីវ៉ាន់ចាក់ចេញពីគ្រួសារវាងភ្លាមទៅម៉ាក់ពាក្យខ្លះមិនគួរនិយាយព្រេះផ្ដាស់ទេលឹមឈិនឯនៅដល់សារទៀតអីអ្នកចាត់ការឈិនរៀបរាប់ប្រាប់ខ្ញុំអស់ទៅហើយក៏តើបងស្រីខ្ញុំចិញ្ចឹមមនុស្សចំមកសៀតឯង3ឆ្នាំឯងមិនដឹងគុណក៏ឲ្យទៅចុះឯងបែរជាក្បត់ចិត្តគាត់ទៀតមិនខុសទេបើឯងមិនសាវ៉ារឿងអីអ៊ីយ៉ានគេត្រូវលែងលះជាមួយឯងបើឯងមិនសាវ៉ារឿងអីអ៊ីយ៉ានគេត្រូវលែងលះជាមួយឯងប្រហែលឆ្នាំនេះខ្ញុំធ្វើដាក់អ្នកទាំងអស់គ្នាចាំមិញគួរតែមើលឃើញច្បាស់ខ្ញុំគ្មានវិបត្តិស្រីទេព្រោះខ្ញុំមិនដែលធ្វើអីបង្កប់បីនឹងអ៊ីយ៉ានមិនដែលធ្វើអីលឹមឈិនខ្ញុំឮថាឯងយកថ្លៃចែកផ្លូវជាមួយបងស្រីខ្ញុំ10លានលឹមឈិនខ្ញុំបញ្ជាឯងឆាប់ប្រគល់លុយគ្រួសារវាងឲ្យខ្ញុំវិញត្រូវហើយអាសម្រាប់ឯងនេះមិនសមយកលុយគ្រួសារវាងទេថ្ងៃនេះឯងត្រូវតែចេញទៅខ្លួនទៅទេណាខ្ញុំមិនបានយកលុយនាងទេអ្នកក្រដូចជាឯងនេះណារឿងអីថាមិនយកលុយពីគាត់ឬមួយក៏ឯងយកលុយពីគាត់ហើយយកទៅចិញ្ចឹមស្រីនៅខាងក្រៅបាត់ទៅហើយទេដឹងឯងម៉ាក់មើលទៅគេក្រខ្លាំងណាស់មិនសមថាមានលុយជាប់ខ្លួនទេតែនៅក្នុងវេលារបស់គេប្រហែលជាមានអីវ៉ាន់របស់គ្រួសារវាងមែនហើយអាចចំសៀតឯងនេះចេះលួចមានស្រីខាងក្រៅដៃជើងច្បាស់ជាមិនស្អាតហើយអ្នកទាំងពីរកំហួសហេតុពេកណាម៉ាក់ខ្ញុំថាអីវ៉ាន់មានមែនម៉ាក់មើលបន្តោងគុជនេះបែបបានថ្លៃឲ្យមើលទៅគ្រាន់បើលឹមឈិនឯងពិតជាលួចអីវ៉ាន់គ្រួសារវាងហើយបន្តោងគុជនេះគឺម៉ាក់ខ្ញុំទុកឲ្យខ្ញុំទេឲ្យមកខ្ញុំវិញម្ដាយឯងស្លាប់បាត់ទៅហើយអាចមានបន្តោងគុជល្អប្រាដែរប្រកាសជាលួចពីបងស្រីខ្ញុំហើយអីវ៉ាន់គ្រួសារវាងខ្ញុំត្រូវតែយកមកវិញឆាប់ឲ្យមកខ្ញុំវិញណែចង់បានហ៎ឬចាំបើខ្ញុំមិនឲ្យខ្ញុំនិយាយម្ដងទៀតឆាប់ឲ្យមកខ្ញុំវិញអូខ្ញុំខ្លាចមែនទែនអញ្ចឹងណាមិនបាច់ទុកទេឆាប់ឲ្យមកខ្ញុំវិញខ្លាចមែនទែនអញ្ចឹងមិនបាច់ទុកទេក្រែងអញចង់បានហ៎ឆាប់រើទៅតាមមើលទៅអញប្រហែលជាចង់យំហើយអញនេះថោកទាបនៅតែថោកទាបដដែលអំបាញ់មិញបើសិនជាអញលុតជង្គង់វល់ខ្ញុំប្រហែលជាខ្ញុំពិចារណាសងឯងវិញវ៉ាងយ៉ាងសឹងយ៉ាងសឹងឯងហ៊ានធ្វើអីលើយ៉ាងសឹងយល់ដល់មុខរបស់អ៊ីយ៉ាន់ខ្ញុំទុកជីវិតឆ្កែវាឲ្យបើវាហ៊ានបំពេញខ្ញុំម្ដងទៀតលើកក្រោយខ្ញុំលែងគួរសមទៀតហើយឯងចាំតែមើលទៅចាំតែមើលយើងនឹងយករឿងនេះទៅប្រាប់អ៊ីយ៉ានឲ្យគេជម្រាបអាជីជាមួយឯងចាំមើលទៅឯងចាំមើលខ្ញុំនឹងចាំមើលលោកម្ចាស់គ្រូសាយវាងហួសហេតុពេកហើយធ្វើឲ្យបាច់វត្ថុបុរាណតែមួយគត់ដែលម្ដាយទុកឲ្យចាំខ្ញុំនាំមនុស្សទៅបដៅគេមិនអីទេពួកគេជាអ្នកផ្ទះរបស់អ៊ីយ៉ានលោកម្ចាស់គ្រូសាលីប្រាប់ថាសុកចិត្តប្រគល់ទ្រព្យសម្បត្តិ7ភាគដូចជាមួយកូតាសាឡបងវាមានស្ដេចទេពចំនួន2គ្រូសាលីចង់បានកូតាសាឡបងរបស់វាមានស្ដេចទេពល្អប៉ាតាចាំមិនហើយជោគជ័យហើយយប់នេះនឹងមានអ្នកខ្លាំងវិមានស្ដេចទេពចូលរួមពិធីគោរពគ្រូមកបង្រៀនកូតាសាឡបងដោយផ្ទាល់ប្រសើរណាស់តាមមើលទៅយប់នេះគ្រូសាយើងកាន់តែខ្ពស់មកខ្ពស់មាត់ហើយប៉ុន្តែនេះគឺជាការលះបង់តម្លៃយ៉ាងធំធេងក្នុងគ្រួសារយើងទើបទទួលបានកូតាសាឡបងហើយប្រកាសហើយថាឲ្យវាងអ៊ីយ៉ាន់ប៉ានេះប៉ាមិនទាន់ដឹងទេវាងអ៊ីយ៉ាន់អាចខ្លាចជាទេពចម្បាំងផ្កាយ7ត្រឹមរយៈពេល3ឆ្នាំនាងមានសមត្ថភាពខ្ពស់ណាស់ខ្ញុំមានជំនឿចិត្តយ៉ាងមុតមមថាអាចយកនាងបានដល់ពេលនោះទ្រព្យសម្បត្តិគ្រួសារវាងរួមទាំងវាងអ៊ីយ៉ាន់នឹងខ្លាចជារបស់ខ្ញុំម្ចាស់ស្រីថ្ងៃនេះអ្នកដែលមកចូលរួមក្នុងកម្មវិធីសុទ្ធតែជាបុគ្គលធំល្បីឈ្មោះមិនខុសទេអ្នកដែលមកចូលរួមថ្ងៃនេះអាចនិយាយបានថាគឺជាលំដាប់សេដ្ឋីពិសេសប្រមាណអ្នកដែលឈរខាងនោះ
ជាម្ចាស់គ្រួសារអភិជនទាំង4នៅជីងលីងក្នុងដៃពួកគេមានក្តាប់វាសនាគ្រប់សហគ្រាសនៅជីងលីងចុះលោកលីហ៎គាត់ជាអ្នកក្តាប់វាសនារបស់ពួកគេ អ៊ីយ៉ាន់អបអរសាទរផុតពីយប់នេះទៅនាងនឹងខ្លាចទៅជានារីទេពចម្បាំងដែលល្បីឈ្មោះនៅជីងលីងដល់ពេលនោះមិនថាទ្រព្យសម្បត្តិឬឋានៈអាចកើនឡើងដល់លំដាប់ខ្ពស់ អ្នកប្រុសលីគួរសំពេចហើយអ៊ីយ៉ានមកថ្ងៃនេះមានការគ្រប់គ្រងលើកស្ទួយពីអស់លោក អ្នកនាងអ៊ីយ៉ាន់ដាក់ខ្លួនពេកហើយមកយើងលើកកែវជុលមួយ អធិស្ឋានខ្ញុំទៅខាងនោះបន្តិចលីមឈិនលោកមកធ្វើអីលីមឈិនលោកមកធ្វើអី ខ្ញុំមានមកធ្វើអីមកចូលរួមពិធីជប់លៀង ចូលរួមជប់លៀងហ៎តាមមើលលោកនៅតែតោងទាមម្ចាស់ខ្ញុំដដែលលីមឈិនខ្ញុំដឹងថាថ្ងៃនេះលោកគ្មានបំណងទេប៉ុន្តែថ្ងៃនេះជាថ្ងៃសំខាន់ខ្ញុំគោរពលោកឡៃជាគ្រូមិនឲ្យខកការទេសូមលោកចេញទៅវិញទៅ ខ្ញុំប្រាប់ហើយខ្ញុំមកចូលរួមពិធីជប់លៀង លោកឯងជាស្អីមានសិទ្ធិអីចូលរួមក្នុងកម្មវិធីគោរពគ្រូហើយម្យ៉ាងទៀតមានលិខិតអញ្ជើញដែរទេ អ្នកណាថាខ្ញុំគ្មានលិខិតអញ្ជើញ មនុស្សថ្នាក់ទាបដូចលោកមិនបានជាមានលិខិតអញ្ជើញប្រកាសជាបន្លំគេហើយអ្នកយាមឆាប់ដេញគេចេញក្រៅទៅ នេះជាវិធីដែលគ្រួសារវាងទទួលភ្ញៀវ លោកលឹមឈិនខ្ញុំអាចឲ្យលោកនៅទីនេះប៉ុន្តែបើសិនជាលោកហ៊ានអុកលោកបង្ករឿងទៀតខ្ញុំមិនអត់អានឲ្យលោកទេអ៊ីយ៉ានដាច់ខាតកំលើកលែងឲ្យវាម៉ាក់យ៉ាងសឹងឯងយ៉ាងម៉េចហ្នឹងមកពីអាចបសិទ្ធម្នាក់នេះវាពិតជាថោកទាបណាស់វាហ៊ានវាយយ៉ាងសឹងឃើញទេវាយយ៉ាងសឹងឡើងទ្រាំខ្លួនទៅជាអញ្ចឹង បងស្រីបងត្រូវតែសងសឹកឲ្យខ្ញុំ លោកហ៊ានវាយប្អូនប្រុសខ្ញុំ អ៊ីយ៉ានរឿងហេតុមិនដូចដែលនាងគិតទេស្ដាប់ខ្ញុំបកស្រាយសិន គាត់ជាប្អូនប្រុសបង្ការរបស់ម្ចាស់ខ្ញុំលោកលេងដៃធ្ងន់យ៉ាងនេះលោកសំជាមនុស្សទេខ្ញុំដឹងដោយសារតែម្ចាស់ខ្ញុំដេញលោកចោលបានជាលោកមានគំនុំក្នុងចិត្តប៉ុន្តែមិនគួរធ្វើដាក់មនុស្សគ្មានកំហុសទេ ធ្វើដាក់អ្នកគ្មានកំហុសនាងដឹងថាពួកគេធ្វើអីទេ